សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយពីរឿងទំនាក់ទំនងប្តីប្រពន្ធដែលរៀបការរួចហើយមានកូនប៉ុន្តែគាត់នៅតែលួចមានខាងក្រៅឬក៏លួចមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកផ្សេងទៀតអ្នកខ្លះមុននឹងគាត់បានរៀបការមួយគ្នាគឺមានឧបសគ្គច្រើនមែនទែនតាមស្រឡាញ់គ្នាតស៊ូគ្រប់ឧបសគ្គតែបានរៀបការជាមួយគ្នាយើងដកគូដែលរៀបការដោយចាស់ទុំរៀបចំចេញណាយើងនិយាយពីរឿងគូដែលស្រឡាញ់គ្នាដល់ពេលដែលរៀបការហើយទោះជាគាត់មានកូន2 3នាក់ក៏ដោយក៏គាត់នៅតែបេះដូងគាត់ហ្នឹងគឺនៅតែស្រឡាញ់អ្នកផ្សេងបានជួបអ្នកផ្សេងដែលល្អឬក៏ត្រូវចិត្តគាត់គឺគាត់ញ៉ែឬក៏គាត់តាក់ទងហើយលួចលាក់យកតែម្ដងចំណុចទាំងអស់ហ្នឹងគឺខ្ញុំគិតថាមកពីបុគ្គលនឹងខ្លួនឯងទេដែលគាត់មិនចេះឆ្អែតឆ្អន់គាត់មិនចេះស្កប់ស្កល់មនុស្សនៅពេលដែលមានប្រពន្ធហើយឬក៏មានកូនអីហើយអស់ប៉ុន្តែនៅតែមានចិត្តឬក៏មានទំនាក់ទំនងទៅលើបុគ្គលផ្សេងទៀតដែលខ្លួនជួបនៅខាងក្រៅមិនថាកន្លែងធ្វើការឬក៏នៅណាបើសិនជាយើងនៅតែធ្វើចរិតបែបហ្នឹងបានណាគួរតែលែងប្រពន្ធឲ្យដាច់ស្រេចកុំមករបៀបថាប្រពន្ធខ្លួនឯងហ្នឹងក៏មិនចោលឬក៏អ្នកផ្សេងដែលខ្លួនឯងស្រឡាញ់ក្រោយហ្នឹងក៏មិនចោលសិតតែស្រឡាញ់ទាំងអស់ខ្ញុំគិតថាបើធ្វើបែបនេះគឺវានឹងមានបញ្ហាជាច្រើនមិនថាសង្គមឬក៏បញ្ហាទៅដល់កូនខ្លួនឯងដែលបានកើតមកនឹងទេបើសិនជាយើងដឹងខ្លួនថាយើងហ្នឹងលងស្រឡាញ់ទៅអ្នកផ្សេងទៀតដោយខ្លួនឯងហ្នឹងមានប្រពន្ធមានកូនហើយអញ្ចឹងយើងមកលេងលះទៅយើងមកលេងប្រពន្ធនឹងឲ្យដាច់ស្រេចទៅហើយយើងចង់យកអ្នកណាផ្សេងទៀតក៏អត់មានច្បាប់ណាហាមគាត់ដែរហើយមួយទៀតគឺផ្ដាំទៅដល់មនុស្សស្រីឬក៏មនុស្សប្រុសក៏ដោយដែលដឹងថាបុគ្គលហ្នឹងមានគូហើយមានប្តីមានប្រពន្ធហើយប៉ុន្តែយើងនៅតែមានចិត្តឲ្យគេឬក៏យើងមានតំណែងអីមួយគេគឺខ្លួនឯងហ្នឹងអន់ឲ្យថោកទាបបំផុតហើយបើសិនជាករណីថាយើងមិនដឹងបរិះហ្នឹងមកបោកមកកុហកមិនខ្ញុំអត់និយាយទេចំពោះអ្នកដែលមិនដឹងតែបើសិនជាដឹងហើយឮហើយតែយើងនៅតែផ្ដល់ឱកាសឬក៏មានទឹកចិត្តអីឲ្យទៅបុគ្គលហ្នឹងផ្ដល់ក្តីសង្ឃឹមឲ្យបុគ្គលហ្នឹងវាធ្វើឲ្យបើកផ្លូវឲ្យបុគ្គលហ្នឹងធ្វើរឿងខុសហើយយើងនឹងក៏ចូលរួមខុសជាមួយដែរ